ប៉ាក្មេងស្រីម្នាក់ត្រូវបានពួកបងធំសាលាចាប់សង្កត់លើក្រែក្នុងចំណោមនោះមានម្នាក់បានដកទូរស័ព្ទមកថតវីដេអូនាងព្យាយាមរើបម្រាស់យ៉ាងខ្លាំងដើម្បីខកសុំជំនួយពីឪពុកប៉ុន្តែទូរស័ព្ទហៅចេញមិនទាន់បានប៉ុន្មានផងក៏ត្រូវពួកវាដណ្ដើមយកបាត់ខណៈពេលជាមួយគ្នានោះឪពុកដែលមានជំងឺខួរក្បាលរបស់នាងកំពុងខិតខំលក់ដូររកលុយឲ្យកូនរៀនពេលឃើញកូនស្រីខលមកគាត់មិនខ្វល់ពីការលក់ដូរឡើយប្រញាប់ដើរទៅម្ខាងដើម្បីទទួលទូរស័ព្ទប៉ុន្តែនៅម្ខាងទៀតបែរជាសំឡេងពួកបងធំដែលដណ្ដើមទូរស័ព្ទទៅវិញពួកវាចុចផ្ដាច់ទូរស័ព្ទចោលដោយគ្មានក្តីមេត្តាថែមទាំងធ្វើត្រាប់តាមសម្ដីកូនស្រីផ្ញើសារបោកប្រាស់ទៅឪពុកនាងពេលឪពុកទទួលបានសារដែលបញ្ជាក់ពីក្តីស្រឡាញ់នោះគាត់សប្បាយចិត្តយ៉ាងខ្លាំងគាត់ខំប្រឹងចុចអក្សរតបទៅវិញទាំងលំបាកដោយមិនដឹងសោះថាកូនស្រីសំណប់កំពុងធ្លាក់ក្នុងឋាននរកទាំងរស់បងធំម្នាក់បានហែកសម្លៀកបំពាក់ថ្ងៃកំណើតនាងយ៉ាងសាហាវសំឡេងសំពត់ដាច់រហែកគេឡើងគួរឲ្យខ្លោចផ្សាក្មេងស្រីត្រូវបានពួកវាបំពេញម្ដងម្នាក់ថែមទាំងថតវីដេអូទុកជាការកម្សាន្តសំឡេងស្រែកយំយ៉ាងឈឺចាប់ទាំងនោះខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាទ្រាំមើលមិនបានដូច្នេះខ្ញុំសូមរំលងត្រង់នេះចុះទោះបីជាលទ្ធផលចុងក្រោយគួរឲ្យខ្លោចចិត្តយ៉ាងណាក្តីមិត្តសម្លាញ់របស់នាងនៅខាងក្រៅបានត្រឹមក្តាប់ដៃទឹកភ្នែកហូរស្រក់ចុះមកមិនឈប់នាងពិតជាទ្រាំមើលមិនបានឡើយនាងចង់ស្ទុះចូលទៅជួយមិត្តនាងណាស់ប៉ុន្តែបែរជាត្រូវគេចាប់ទាញជាប់ថែមទាំងគំរាមកំហែងយ៉ាងសាហាវនាងបានត្រឹមតែអង្គុយដួលលើដីសម្លឹងមើលសោកនាដកម្មនេះកើតឡើងទាំងបង្ខំចិត្តប៉ុន្តែសុបិនអាក្រក់ពិតប្រាកដរបស់ជាយាទើបតែចាប់ផ្ដើមប៉ុណ្ណោះប៉ុន្មានថ្ងៃបន្ទាប់មកពួកវាបានយកវីដេអូដ៏អាម៉ាស់នោះមកគំរាមហាក់ដូចជាបានក្តាប់ជីវិតនាងក្នុងដៃពួកក្មេងប្រុសចាប់ផ្ដើមចេញចូលផ្ទះនាងយ៉ាងសេរីដោយទុកនាងឲ្យក្លាយជាឧបករណ៍រំសាយតណ្ហាតាមតែចិត្តចង់ឲ្យតែនាងហ៊ានរើបំរះបន្តិចនាងនឹងត្រូវរងការធ្វើបាបយ៉ាងព្រៃផ្សៃមិនមែនថានាងមិនដែលគិតចង់ប្តឹងប៉ូលីសឡើយប៉ុន្តែពួកនេះអាងខ្លួនជាអនីតិជនមានឪពុកម្ដាយមានអំណាចចាំការពារធ្វើឲ្យពួកវាមិនចេះខ្លាចច្បាប់ទម្លាប់អ្វីឡើយអ្វីដែលគួរឲ្យស្អប់ខ្ពើមជាងនេះគឺក្មេងស្រី3នាក់ក្នុងថ្នាក់នោះដើម្បីតែបានលុយទិញនំនិងភេសជ្ជៈស៊ីផឹកប្រចាំថ្ងៃពួកវាហ៊ានបង្ខំនាងឲ្យចេញទៅលក់ខ្លួនរួចយកលុយដែលរកបានទាំងអស់មកឲ្យពួកវាបើមិនដូច្នោះទេពួកវានឹងបង្ហោះវីដេអូនោះជាសាធារណៈពេលសម្លឹងមើលវីដេអូក្នុងទូរស័ព្ទតែអាចបំផ្លាញជីវិតនាងទាំងស្រុងបូករួមនឹងពាក្យគំរាមកំហែងយ៉ាងពិស្ពលក្មេងស្រីដែលត្រូវគេរុញដល់ផ្លូវទាល់បានត្រឹមមុខក្បាលទាំងទឹកភ្នែកបណ្ដោយឲ្យខ្លួនឯងធ្លាក់ចូលក្នុងរណ្ដៅនរកកាន់តែជ្រៅទៅសួស្ដីខ្ញុំគឺហ៊ូយេងអបអសាទរដែលអ្នកបានអូសមកប៉ះរឿងកូរ៉េដ៏សែនកំសត់មួយនេះទោះបីជានេះជារឿងរ៉ាវនៃការសម្លុតគំរាមក្នុងសាលាប៉ុន្តែវាធ្វើឲ្យអ្នកទស្សនារាប់មិនអស់ក្តាប់ដៃទាំងកំហឹងនិងធ្វើឲ្យឪពុកជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនហើយខ្សែភាពយន្តនេះគឺជារឿងដែលយើងនឹងនិយាយនៅថ្ងៃនេះរឿងជន្លេនខ្វឹមដែលដកស្រង់ចេញពីរឿងពិតទោះបីជាថតនៅប្រទេសកូរ៉េប៉ុន្តែសាច់រឿងគឺផ្អែកលើព្រឹត្តិការណ៍ពិតនៃការសម្លុតធ្វើបាបក្នុងសាលានៅទីក្រុងមួយក្នុងប្រទេសយើងខ្ញុំជឿថាអ្នកដែលតាមដានរហូតដល់ចប់ប្រកាសជានឹងត្រូវខ្ទេចខ្ទាំផ្លូវចិត្តមិនខានយ៉ាងរន្ធត់ជាទីបំផុតមិនបាច់និយាយច្រើនទេយើងចាប់ផ្ដើម